កំពូលអាហារចេះស៊ីផ្សេងគ្នាជំរាបសួរសំណួរទី1គឺឈីសំណួរបន្ទាប់គឺកំចាត់ឈីហើយភ្នាល់បាច់ចិនដើម្បីរុំឈីយកបន្ថែមហើយលាយវាហើយបន្ថែមអាយអននិងព្រីញ៉ាំហើយរីករាយជាមួយវាដំបងហើយរុំនិងបន្ថែមជាមួយស៊ុតនេះនិងនាយនេះហើយចាក់ទៅនេះនិងចៀនជ្រៅវាហើយរីករាយជាមួយវាដំបងដាក់លេងហើយបន្ទាប់មកកិនវាជាមួយនឹងបន្ទាប់មករ៉េបនិងងឺអឡាម្សៅនិងអំបិលរួចចៀនឲ្យជ្រៅរួចញ៉ាំវាដោយរីករាយប៉មឈីសចៀនជ្រៅ3 2 1ទៅដំបូងដាក់ឈីសដាក់ក្នុងប៉មខ្ពស់រួចដាក់ម្សៅនិងស៊ុតអំបិលនិងទឹកដោះគោចូលច្របល់ចូលគ្នារួចដាក់ឈីសថាវឺខ្ពស់ចូលក្នុងស៊ុតអំបិលស្កររួចយកផ្នែកចៀននិងចៀនយ៉ាងជ្រៅមកមើលថាមានអ្វីខ្លះនៅខាងក្នុងប៉មចៀនបំពងរួចញ៉ាំវាដោយរីករាយដំបូងដាក់ឈីសដាក់ក្នុងប៉មខ្ពស់រួចដាក់ម្សៅនិងស៊ុតអំបិលនិងទឹកដោះគោរួចច្របល់ចូលគ្នាហើយបន្ទាប់មកដាក់ឈីសថាវឺខ្ពស់នៅក្នុងទឹកដោះគោស៊ុតអំបិលស្ករបន្ទាប់មកផ្នែកចៀននិងចៀនវាយ៉ាងជ្រៅហើយបន្ទាប់មកសូមមើលអ្វីដែលនៅខាងក្នុងប៉មឈីសចៀនជ្រៅហើយបន្ទាប់មកញ៉ាំវាហើយរីករាយត្រូវបានរីករាយនឹងសំណួរអំពីITដំបូងដាក់ឈីសដាក់ក្នុងប៉មខ្ពស់រួចដាក់ម្សៅនិងស៊ុតអំបិលនិងទឹកដោះគោចូលច្របល់ចូលគ្នារួចដាក់ឈីសថាវឺខ្ពស់ចូលក្នុងស៊ុតអំបិលស្កររួចយកផ្នែកចៀននិងចៀនយ៉ាងជ្រៅមកមើលថាមានអ្វីខ្លះនៅខាងក្នុងប៉មចៀនបំពងរួចញ៉ាំវាដោយរីករាយហើយចុងក្រោយគឺលោហៈធាតុចម្លើយពេលនេះដល់ពេលដែលយើងត្រូវលើកវាឡើងដើម្បីតែដៃពេលនេះវាជាការហូបបាត់បង់ការផ្សាយបន្តជួបគ្នាពេលក្រោយហើយជួបគ្នាពេលក្រោយ